ខ្ញុំសូមបានលើកយកនៅរឿងមួយគឺរឿងនេះបាននិយាយថាមានបរិសុទ្ធម្នាក់ដែលបានរៀបការជាមួយនឹងស្ត្រី4នាក់ហើយស្ត្រីទាំង4នាក់នោះគឺជាប្រពន្ធរបស់គាត់ប៉ុន្តែបរិសុទ្ធម្នាក់នោះគឺមិនបានស្រឡាញ់ប្រពន្ធរបស់គាត់ដូចគ្នានោះទេប្រពន្ធទី1គឺគាត់ស្រឡាញ់នាងខ្លាំងមែនទែនហើយនរណាក៏មិនអាចមកប៉ះពាល់នាងបានដែរហើយក៏មិនអាចមាននរណាមកបៀតបៀនគាត់បានដែរហើយប្រពន្ធទី2គាត់ក៏ស្រឡាញ់ខ្លាំងណាស់ដែរប៉ុន្តែទំហំនៃសេចក្តីស្រឡាញ់របស់ប្រពន្ធទី2គឺមិនដូចជាមួយនឹងទំហំនៃសេចក្តីស្រឡាញ់ដូចនឹងប្រពន្ធទី1ទេហើយប្រពន្ធទី2នេះគាត់ក៏ខិតខំថែរក្សាការពារមិនឲ្យនរណាម្នាក់មកលូកលាន់បានដែរប៉ុន្តែប្រពន្ធទី3របស់គាត់ស្រឡាញ់បែបលក្ខណៈធម្មតានៅពេលដែលគាត់បែកគ្នាពីប្រពន្ធទី3ហ្នឹងគឺគាត់មានអារម្មណ៍ថានឹកដល់ប្រពន្ធទី3ប៉ុន្តែដល់ពេលដែលគាត់នៅជាមួយនឹងប្រពន្ធទី3គឺគាត់មានអារម្មណ៍ថាដូចជាធម្មតាគឺមានទំហំសេចក្តីស្រឡាញ់ហាក់បីដូចជាធម្មតាប៉ុន្តែប្រពន្ធទី4គាត់មិនដែលស្រឡាញ់នាងសោះគាត់មានឈ្មោះនៅក្នុងផ្ទះថាជាប្រពន្ធប៉ុន្តែគាត់ទុកនាងដូចជាស្ត្រីបម្រើគាត់មិនបានស្រឡាញ់ដល់នាងនោះទេប៉ុន្តែនៅថ្ងៃមួយគឺជាពេលវេលាមួយដែលគាត់ត្រូវចាកចេញទៅប៉ុន្តែនៅពេលដែលគាត់ត្រូវចាកចេញទៅកន្លែងឆ្ងាយមួយគាត់ក៏មានគម្រោងផែនការនៅក្នុងការដែលយកប្រពន្ធម្នាក់ដើម្បីនឹងទៅជាមួយនឹងគាត់នៅពេលនោះគាត់ក៏បានហៅដល់ប្រពន្ធទី1ទី2ទី3មកហើយគាត់បានសួរទៅប្រពន្ធទាំងអស់ថាតើនរណានឹងព្រមទៅតាមបងនៅទីកន្លែងដ៏ឆ្ងាយជាមួយនឹងបងប្រពន្ធទី1គាត់បានប្រកែកថាគាត់មិនទៅទេពីព្រោះគាត់ខ្លាចធ្វើឲ្យសម្រស់របស់នាងខូចសម្រស់របស់នាងគឺមិនស្អាតប្រពន្ធទី2គាត់ក៏បដិសេធដែរគាត់មិនទៅតាមដូចគ្នាហើយប្រពន្ធទី3គាត់ក៏បដិសេធមិនទៅជាមួយនឹងគាត់ទេតែប្រពន្ធទី4គាត់ក៏បានលើកដៃឡើងហើយប្រាប់ថាបងអូនព្រមទៅជាមួយនឹងបងស្រាប់តែនៅពេលនេះគឺគាត់បានចាប់ផ្ដើមភ្ញាក់ខ្លួនប្រពន្ធដែលគាត់បានធ្វើបាបមិនខ្វាយខ្វល់បែរជាព្រមទៅលំបាកជាមួយនឹងគាត់នៅពេលនោះគាត់ក៏បានភ្ញាក់ខ្លួនហើយដឹងថាប្រពន្ធដែលគាត់ធ្វើបាបគឺជាប្រពន្ធដែលស្រឡាញ់គាត់នៅពេលនេះតើរឿងនេះនឹងប្រៀបធៀបយើងអំពីអ្វីបាទអរលោកអ្នកបងប្អូនរឿងនេះគឺប្រៀបធៀបថាមនុស្សម្នាក់នៅឯផែនដីនេះគឺមានប្រពន្ធ4ដូចគ្នាអរលោកអ្នកបងប្អូនប្រពន្ធទី1គឺប្រៀបធៀបអំពីសាច់ឈាមរបស់យើងអរលោកអ្នកបងប្អូនស្រឡាញ់ណាស់អំពីសាច់ឈាមរបស់យើងបាទមានអ្នកខ្លះខំថែមានអ្នកខ្លះខំកែច្នៃដើម្បីឲ្យសាច់ឈាមដែលជាប់នឹងខ្លួនប្រាណរបស់យើងនឹងបានស្អាតហើយយើងមិនអាចនឹងយករបស់ណាមួយមកផ្លាស់ប្ដូរអំពីសាច់ឈាមយើងបានទេដូច្នេះហើយយើងស្រឡាញ់ណាស់យើងថែណាស់ប្រពន្ធទី2គឺប្រៀបដូចជាទ្រព្យសម្បត្តិរបស់យើងអរលោកអ្នកបងប្អូនក្រៅពីសាច់ឈាមរបស់យើងនៅស្រឡាញ់គឺទ្រព្យសម្បត្តិរបស់យើងអរលោកអ្នកបងប្អូនយើងបានដឹងថាបើសិនជាឲ្យលុយយើងមួយចំណែកធំណាមួយហើយគេសុំនៅចំណែកណាមួយនៃអវយវៈរបស់យើងតែយើងព្រមទេគឺយើងមិនព្រមជាដាច់ខាតប៉ុន្តែយើងមើលឃើញថាទ្រព្យសម្បត្តិរបស់យើងគឺយើងបានស្រឡាញ់ណាស់ថែទាំណាស់ខំរកណាស់ដូច្នេះប្រពន្ធទី2នោះគឺប្រៀបដូចជាទ្រព្យសម្បត្តិរបស់យើងឯប្រពន្ធទី3នោះគឺជាគ្រួសាររបស់យើងអរលោកអ្នកបងប្អូនដែលនៅក្នុងគ្រួសារ
មានឪពុកម្ដាយបងប្អូននៅពេលដែលអស់លោកអ្នកបងប្អូននៅជាមួយនឹងក្រុមគ្រួសារកូនរបស់យើងជុំគ្នាយើងមិនបានផ្ដល់សេចក្តីស្រឡាញ់ហើយចេះជួយគ្នានោះទេប៉ុន្តែនៅពេលដែលគ្រួសាររបស់យើងមិននៅបងប្អូនយើងមិននៅក្នុងផ្ទះគាត់ទៅធ្វើការងារនៅឆ្ងាយយើងមានអារម្មណ៍ថាដូចជានឹកដល់គាត់ប៉ុន្តែនៅពេលដែលគាត់ត្រឡប់មកវិញគឺយើងមានអារម្មណ៍ថាដូចជាធម្មតាប៉ុន្តែអស់លោកអ្នកបងប្អូនមើលឃើញអំពីប្រពន្ធទី4គឺនរណាអស់លោកអ្នកបងប្អូនប្រពន្ធទី4របស់យើងគឺជាព្រលឹងវិញ្ញាណរបស់យើងមិនបានរៀបចំរកកន្លែងណាមួយដើម្បីឲ្យប្រពន្ធទី4ដែលជាវិញ្ញាណរបស់យើងទៅថ្ងៃខាងមុខនឹងបានសង្គ្រោះនោះទេមានមនុស្សជាច្រើនមិនបានខ្វល់ខ្វាយអំពីព្រលឹងវិញ្ញាណរបស់ខ្លួននោះទេគឺម្នាក់រវល់តែនឹងសាច់ឈាមរបស់ខ្លួនខំថែសាច់ឈាមរបស់ខ្លួនឯងខំថែខំរកទ្រព្យសម្បត្តិទុកឲ្យបានច្រើនស្រឡាញ់តែគ្រួសារការពារគ្រួសាររបស់យើងប៉ុន្តែយើងមិនបានគិតអំពីព្រលឹងវិញ្ញាណរបស់យើងនោះទេនៅពេលដែលព្រលឹងវិញ្ញាណរបស់យើងថ្ងៃណាមួយនឹងចាក់ចេញទៅយើងនឹងចាក់ចេញពីផែនដីយើងនឹងស្លាប់ទៅតើយើងដឹងទេថាព្រលឹងវិញ្ញាណរបស់យើងនឹងទៅណាដូច្នេះនៅក្នុងអត្ថបទព្រះគម្ពីរនេះចង់បញ្ជាក់ថាឲ្យយើងចេះស្រឡាញ់ដល់ព្រលឹងវិញ្ញាណរបស់ខ្លួនដូច្នេះសូមអស់លោកអ្នកដែលបងប្អូនដែលកំពុងតែខ្សោយកំពុងតែធ្លាក់ទឹកចិត្តកំពុងតែភ្លើតភ្លើនឬក៏កំពុងតែបោះបង់ចោលសេចក្តីជំនឿសូមបាននឹកចងចាំអំពីអត្ថបទព្រះគម្ពីរនេះខ្ញុំសង្ឃឹមថាអត្ថបទព្រះគម្ពីរនឹងជួយលោកអ្នកបងប្អូនឲ្យឈរកាន់តែរឹងមាំនៅក្នុងឯសេចក្តីជំនឿហើយសូមបានបន្តធ្វើការល្អនៅក្នុងសហគមន៍នៅក្នុងសង្គមជាតិដើម្បីចូលរួមចំណែកដើម្បីឲ្យសង្គមជាតិរបស់យើងបានរីកចម្រើនរួមជាមួយនឹងគ្នាដើម្បីអភិវឌ្ឍសង្គមជាតិយើងឲ្យមានសុខសន្តិភាពសូមឲ្យយើងមានសង្ឃឹមនៅក្នុងឯសេចក្តីជំនឿរបស់យើងអស់លោកអ្នកបងប្អូនសូមបាននៅតែបន្តឲ្យឈររឹងមាំនៅក្នុងឯសេចក្តីជំនឿសូមកុំបោះបង់សេចក្តីជំនឿដែលលោកអ្នកកំពុងតែជឿនេះចោលនោះឡើយហើយសូមបានគិតអំពីព្រលឹងវិញ្ញាណរបស់យើងជឿថាព្រះនឹងលើកយើងឡើងយើងជឿថានៅចុងបញ្ចប់ដូចនៅក្នុងព្រះគម្ពីរម៉ាថាយយ៉ាងម៉េចដែរនៅក្នុងខទី13ដែលយើងបានអានអំបញ្ញមិញនោះគឺយ៉ាងបានមានបន្ទូលថាតែអ្នកណាដែលកាន់ភ្ជាប់ដល់រាបដល់ចុងបំផុតវិញអ្នកនោះនឹងបានសង្គ្រោះអាមែនសូមព្រះបានប្រទានពរ